មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងនៅថ្ងៃអង្គារនេះថាគ្រប់មន្ទីរពេទ្យទាំងអស់នៅក្នុងប្រទេសកម្ពុជាមានសមត្ថភាពពេញលេញក្នុងការព្យាបាលជំងឺ COVID-19 ការលើកឡើងនេះធ្វើឡើងស្របពេលដែលជំងឺ COVID-19 បំផ្លាញថ្មីកំពុងកក្រើកឡើងវិញលោកជំទាវយុសម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អប្សរាទូណៃថាទាំងមន្ទីរពេទ្យថ្នាក់ជាតិនិងមន្ទីរពេទ្យថ្នាក់ខេត្តគឺសុទ្ធតែមានសមត្ថភាពនៅក្នុងការព្យាបាលជំងឺ COVID-19 ហើយជាមួយគ្នានេះកម្ពុជាមានគ្រូពេទ្យជំនាញផ្នែកព្យាបាលជំងឺផ្លូវដង្ហើមដូចជាជំងឺ COVID ជាដើមក្រសួងសុខាភិបាលបានរកឃើញអ្នកជំងឺ COVID-19 ឆ្លងនៅក្នុងសហគមន៍ចំនួន2ករណីដែលធ្វើឲ្យអ្នកឆ្លងសរុបមានចំនួន28នាក់នៅក្នុងរយៈពេលជាង4ខែដើមឆ្នាំ2025នេះខណៈពេលនេះជំងឺ COVID-19 បំផ្លែងថ្មីប្រភេទ JN1 កំពុងរាលដាលយ៉ាងលឿននៅក្នុងតំបន់អាស៊ីរួមមានទីក្រុងហុងកុងប្រទេសសិង្ហបុរីប្រទេសថៃហើយនិងប្រទេសចិនលោកជំទាវអាវ៉ាន់ឌិនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថាបើទោះបីជាកម្ពុជាមិនទាន់ស្ថិតនៅក្នុងកម្រិតឆ្លងច្រើនក៏ប៉ុន្តែរាជរដ្ឋាភិបាលជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងប្រភេទ Pfizer ដូសជំរុញរៀងរាល់6ខែម្ដងដើម្បីការពារការឆ្លងជំងឺ COVID-19 នៅក្នុងរយៈពេល1សប្តាហ៍មានពលរដ្ឋចំនួន782នាក់បានទៅចាក់វ៉ាក់សាំងការពីជំងឺ COVID-19 នៅតាមមណ្ឌលសុខភាពហើយនិងមន្ទីរពេទ្យបង្អែកនៅក្នុងរាជធានីភ្នំពេញលោកងីមានហេងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រាប់អប្សរាទូណៃនៅថ្ងៃអង្គារនេះថាពលរដ្ឋនៅភ្នំពេញចាប់ផ្ដើមមកទទួលវ៉ាក់សាំង COVID-19 ដូសជំរុញឡើងវិញចាប់តាំងពីថ្ងៃទី14ខែឧសភាក្រោយពី COVID-19 មានចលនាឡើងវិញបើតាមលោកជំទាវយុសម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលរាជរដ្ឋាភិបាលត្រៀមរៀបចំមន្ទីរពេទ្យដែលជួសន្តិភាពសម្រាប់ទទួលអ្នកជំងឺ COVID នៅក្នុងករណីមានការផ្ទុះទ្រង់ទ្រាយធំមន្ទីរពេទ្យនេះស្ថិតនៅជាប់បឹងតាមុកភាគខាងជើងរាជធានីភ្នំពេញលោកវេជ្ជបណ្ឌិតសួនសាមិត្តនាយកមន្ទីរពេទ្យជាតិដែលជួសន្តិភាពបានឲ្យដឹងថាមន្ទីរពេទ្យបានត្រៀមគ្រែសម្រាប់ព្យាបាលជំងឺ COVID-19 ចំនួន1200គ្រែរួមទាំងគ្រូពេទ្យជំនាញបរិក្ខារពេទ្យនិងឱសថសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើមនេះដោយសារយើងធ្លាប់មានបទពិសោធន៍កាលយើងសម័យកូវីដណាបាទអញ្ចឹងការងារហ្នឹងយើងត្រូវត្រៀមរហូតបើមានការអីយើងចាប់ផ្ដើមបណ្ឌិតបន្ថែមឡើងវិញនៅសម្ភារៈបរិក្ខារមួយចំនួនដែលយើងត្រូវរៀបចំឡើងវិញអញ្ចឹងបាទរហូតមកទល់នៅពេលនេះអ្នកជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាកើនដល់ជិត 140,000 នាក់ក្នុងនោះជនរងគ្រោះស្លាប់បាត់បង់ជីវិតមានចំនួន 3056 នាក់